ជំរាបសួរលោកគ្រូថ្ងៃនេះខ្ញុំធ្វើការប្រើធីនៅ comment ភាពមួយចំនួនអញ្ចឹងដើម្បីប្រើធីទៅវិញធ្វើការ connect ទៅកាន់ SSH សិន SSH សិហាពីចម្រៅpage password អញ្ចឹងខ្ញុំបាន connect ទៅកាន់ SSH ហើយអីអញ្ចឹងcomment ទី1 show username អញ្ចឹងដើម្បី show username ប្រើ wmi username ហើយសិហា comment ទី2list and tag free line អញ្ចឹងដំបូងធ្វើការ list ជាមួយនឹង file ទាំងអស់សិនជាមួយនឹង pip nr នេះគឺដើម្បី show ជា list number file ជា list number អញ្ចឹងដើម្បី tag ជាមួយនឹង free line យើងlist file ដែរហើយយើង tag ជាមួយនឹង pip head.3 អញ្ចឹង head.3 នេះមានន័យថាយើងយកជាមួយនឹង3ឡាយខាងលើ line ទី1ទី2ទី3អញ្ចឹងវាយកតែ3ឡាយខាងលើទេអញ្ចឹងបើសិនខ្ញុំចង់យក3ឡាយខាងក្រោមអញ្ចឹងខ្ញុំប្រើនៅមួយទៀតឈ្មោះថា tail ដើម្បីយកជាមួយនឹង3ឡាយខាងក្រោមគឺ line ទី10 11 12 13ហើយ comment ទី3 create file ហើយ tag 3 line អញ្ចឹងខ្ញុំធ្វើការ create file នៅក្នុង nano pip.tt អញ្ចឹងខ្ញុំធ្វើការកាត់ file នេះមួយមកខ្ញុំកាត់line 5 ចឹងcontrol H y enter ចឹងខ្ញុំធ្វើការ cat ជាមួយនឹង file ខ្ញុំមកកាត់មិញសិននេះជា file ខ្ញុំបង្កើតមិញអញ្ចឹងខ្ញុំសូវាជា list number អញ្ចឹងខ្ញុំថែម pip nl អញ្ចឹងខ្ញុំ tag 3 line ដូចគ្នាអញ្ចឹងដើម្បី tag 3 line ដូចគ្នាយើងថែជាមួយនឹង pip ហើយ head ដក c ដូចគ្នាអញ្ចឹងវានឹងយក3ឡាយខាងលើអញ្ចឹងដើម្បីបើសិនខ្ញុំចង់យក3ឡាយខាងក្រោមខ្ញុំប្រើជាមួយនឹង tail ដូចគ្នា tail អញ្ចឹងវានឹងយក3ឡាយខាងក្រោមអញ្ចឹងcomment ខ្ញុំប្រធានមានតែប៉ុណ្្នឹងទេអរគុណលោកគ្រូ